ណាស្ដីសិតហុកអាគីសនីសិតខ្ញុំលើគេថាដាច់ភ្លើងដឹងតែស្បៃហីពាក្យលើគេថាហ្នឹងខូខើណាអូនស្ទើរតែគ្រប់ឡានអាគីសនីទាំងអស់សុទ្ធតែអាចយកភ្លើងចេញពីឡានយកមកប្រើប្រាស់បានមិនថាតា Mazda EZ60 ទេសូម្បីតែ Kia EV5 Ion Toyota BZ3X អីស្ទើរតែគ្រប់ឡានទាំងអស់គឺអាចយកភ្លើងចេញពីឡានយកមកប្រើក្នុងផ្ទះបានបើសិនជាករណីយើងដាច់ភ្លើងណាយើងអាចយកភ្លើងពីឡានយកមកប្រើប្រាស់នៅក្នុងផ្ទះដូចជាឆ្នាំងដាំបាយកាសៀដាំទឹកឬក៏ចក្រានអាំងសាច់អីផ្សេងៗបានទាំងអស់មិនមែនដូចគេថាដាច់ភ្លើងស្បៃទេផ្ទុយទៅវិញអ្នកដែលជិះឡានអគ្គិសនីថ្មរបស់គេគឺពេលដែលគេចាប់ដើមសាកឡានណាគឺថ្មសចន្លោះ 30% ឬក៏ 35 ឬក៏ក្រោមនឹងតិចតួចគឺគេចាប់ដើមសាកហើយមិនដែលមានអ្នកណាគេជិះរហូតដល់ 0% ទៅសាកទេតើស្រុកខ្មែរធ្លាប់ដាច់ភ្លើង24ម៉ោងអត់ឬក៏លើ24ម៉ោង2ថ្ងៃឬក៏3ថ្ងៃអត់ក្រោយមកនេះក្នុងឆ្នាំ2025នេះដែលដាច់អត់ហើយយើងបើសិនជាករណីយើងដាច់ហើយយើងត្រូវការខ្លាំងយើងអាចទៅតំបន់ផ្សេងទៅសាកទៅ station សាកមានច្រើនតាវាដូចតែកណ្ដាសាំងដែរហ្នឹងអញ្ចឹងតំបន់នេះដាច់យើងទៅតំបន់ដែលអត់ដាច់យើងសាកទៅវាមានទៅទាស់ខុសអីបាទអញ្ចឹងអ្នកដែលគិតខុសមកលើឡានអគ្គិសនីគឺចំណុចកន្លែងនេះមិនត្រឹមត្រូវទេដាច់ភ្លើងផ្ទុយទៅវិញឡានអគ្គិសនីជាអត្ថប្រយោជន៍យកភ្លើងមកប្រើប្រាស់នៅក្នុងផ្ទះដូចម៉ាស៊ីនភ្លើងអញ្ចឹង